សួស្តីអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាមានដែរកត់សម្គាល់ឃើញអត់ថាតើប្រយោគមួយដែលគេនិយាយថាការគិតរបស់យើងគឺបានជះឥទ្ធិពលដល់លទ្ធផលរបស់យើងលទ្ធផលជីវិតរបស់យើងដូចសប្តាហ៍ថ្ងៃអញ្ចឹងត្រង់ចំណុចហ្នឹងដែរនាងខ្ញុំមកនេះគឺចង់មកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដែលទាក់ទងជាមួយនឹងប្រយោគដែលនិយាយថាការគិតរបស់យើងគឺវាជះឥទ្ធិពលដល់លទ្ធផលជីវិតរបស់យើងអញ្ចឹងក្រុមប្រធានបទនេះគឺខ្ញុំសង្កេតឃើញថាពីឆ្នាំ2021ដែលឆ្នាំហ្នឹងគឺខ្ញុំចាំច្បាស់ថាជាលើកដំបូងដែលខ្ញុំធ្លាក់ខ្លួនឈឺហើយខ្ញុំអត់ដែរឈឺរៀងធ្ងន់ចឹងពីមុនមកហើយការធ្លាក់ខ្លួនឈឺរបស់ខ្ញុំពេលហ្នឹងទៀតសោតគឺវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានសម្ពាធខ្លាំងធ្លាក់ទឹកចិត្តរបៀបបាក់ទឹកចិត្តខ្លាំងហើយមានការធុញរបៀបធុញថប់របៀបថាដោយសារតែយើងធ្លាប់តែជាមនុស្ស active មនុស្សដែលសកម្មហើយធ្វើអីរហ័សរហួនហើយដល់ពេលចឹងទៅហើយទៅជាមនុស្សដែលទៅធ្វើការគ្រាន់តែបន្តិចក៏ហត់តែមានអារម្មណ៍ថាឆាប់ហត់ឆាប់ខ្សោយហើយទៅមានអារម្មណ៍ថាតប់ប្រមល់ក្នុងខ្លួនមែនតើលោដល់ពេលខ្ញុំទៅពេទ្យហ្នឹងក៏ពេទ្យបានប្រាប់ខ្ញុំថាតាមពិតជំងឺរបស់ខ្ញុំហ្នឹងវាអត់សូវជាធ្ងន់ទេជំងឺតាក់ទងជាមួយនឹងជំងឺកាពះទេអញ្ចឹងគ្រាន់តែខ្ញុំធ្វើការរៀបចំរបបអាហារឡើងវិញកុំញ៉ាំហឹរពេកឬក៏ញ៉ាំជាតិអាល់កុលឬក៏អីអញ្ចឹងទៅហើយមួយទៀតដែលជាបញ្ហាចម្បងគាត់ថាក្នុងវ័យខ្ញុំវ័យធ្វើការអញ្ចឹងការគិតច្រើនបារម្ភច្រើនអញ្ចឹងទៅវាធ្វើឲ្យខ្ញុំ stress អីអញ្ចឹងទៅហើយពេលហ្នឹងខ្ញុំក៏រៀងអត់សូវយល់ដែររហូតដល់រឿងហ្នឹងខ្ញុំបន្តជាម្ដងហើយម្ដងទៀតគឺឈឺជាទៅតែរហូតលើវាថាវាអត់ឈឺអីធ្ងន់ធ្ងរទេប៉ុន្តែយើងភ័យពេកយើងបារម្ភយើងខ្លាចយើងខ្សោយទៅយើងឈឺយើងធ្វើការកើតយើងអត់មានថវិកាដើម្បីផ្គត់ផ្គង់គ្រួសារឬក៏ឈឺធ្ងន់អត់មានលុយជាបានអីអញ្ចឹងទៅរហូតដល់ថ្ងៃមួយក៏ខ្ញុំអត់អាចទុកខ្ញុំគិតថាខ្ញុំអត់អាចទុកឲ្យរឿងទាំងអស់ហ្នឹងវានៅក្នុងខ្លួនខ្ញុំយូរពេកខ្ញុំខ្លាចខ្ញុំទ្រាំដេកបែនអីអញ្ចឹងទៅហើយក៏ខ្ញុំទៅអានសភៅហើយពេលហ្នឹងក៏ខ្ញុំអានសភៅហ្នឹងដោយសារតែខ្ញុំចង់កាត់បន្ថយ stress នឹងឯងខ្ញុំគិតថាចេះពេលដែលខ្ញុំអានសភៅយ៉ាងហោចក៏ពេលដែលខ្ញុំគិតអវិជ្ជមានហ្នឹងពេលខ្ញុំបដូរអារម្មណ៍របស់ខ្ញុំទៅអានសភៅហ្នឹងវាអាចនឹងធ្វើឲ្យខ្ញុំភ្លេចរឿងដែលខ្ញុំគិតនឹងមួយចំនួនអីចឹងទៅខ្ញុំអត់ stress អីចឹងទៅប៉ុន្តែពេលដែលខ្ញុំអានសភៅហ្នឹងវាចៃដន្យអីខ្ញុំអានចំសភៅមួយដែលគេនិយាយទាក់ទងជាមួយនឹងការគិតរបស់យើងនឹងសភៅហ្នឹងខ្ញុំអានតាំងពី2021ចឹងអត់ចាំមកសភៅនឹងទាំងអស់គេនិយាយអីគេខ្លះឲ្យវាច្រើនប៉ុន្តែអ្វីដែលខ្ញុំចាំហើយខ្ញុំអត់ភ្លេចហ្នឹងគឺទាក់ទងជាមួយនឹងត្រង់ចំណុចមួយដែលគេគិតដែលគេនិយាយថាយើងគិតមិនគឺលទ្ធផលរបស់យើងនឹងទូបានអញ្ចឹងពេលហ្នឹងដោយសារតែខ្ញុំបារម្ភខ្លាំងពេកខ្ញុំខ្លាចខ្ញុំឈឺខ្ញុំខ្លាចនេះខ្លាចនោះសុទ្ធតែរឿងអវិជ្ជមានដល់ពេលហើយវាធ្វើឲ្យទៅជាខ្ញុំកាន់តែឈឺកាន់តែអត់ស្រួលខ្លួនអីចឹងណាតែប៉ុន្តែអាការឈឺហ្នឹងវាមួយយ៉ាងតែអាសុខអាការគិតរបស់យើងនេះដល់ពេលចឹងទៅក៏ខ្ញុំបែរជាគិតថាអូមែនតែហេតុអីបានខ្ញុំអត់ដឹងថាវាប៉ះពាល់មកទេអញ្ចឹងទៅហើយបានខ្ញុំចាប់តាមធ្វើការផ្លាស់ប្ដូរការគិតរបស់ខ្ញុំអញ្ចឹងខ្ញុំគិតស្រួលៗឡើងវិញថាចេះអូរាល់ថ្ងៃខ្ញុំគិតតែពីបារម្ភនេះបារម្ភនោះប៉ុន្តែសួរថារឿងហ្នឹងកើតឡើងជាមួយខ្ញុំនៅដូចជាអត់ទាន់កើតឡើងទេវាគ្រាន់ឈឺតិចតួចហើយតែក៏ប្រាប់ហើយថាខ្ញុំឈឺតិចតួចទេរហូតដល់ខ្ញុំព្យាយាមកាត់បន្ថយអាការគិតបែបរបៀបលក្ខណៈបបាក់ដែលគិតខ្លាំងពេកគេហៅបារម្ភខ្លាំងពេកហើយខ្ញុំបែរជាមកគិតថាអូខេបើក្នុងករណីថាខ្ញុំព្យាបាលបានមែនឬក៏ខ្ញុំមានបញ្ហាធ្ងន់ធ្ងរដែលខ្ញុំលែងធ្វើការកើតមែនខ្ញុំគិតថាមិនមែនតែខ្ញុំទេក្នុងគ្រួសារមានអាចសមាជិកផ្សេងទៀតឬក៏គ្រួសាររបស់ខ្ញុំហ្នឹងគាត់នឹងរ៉ាប់រងហើយអញ្ចឹងខ្ញុំអត់ចាំបាច់ត្រូវទៅគិតពិបាកទុកមុនខ្លាំងពេករហូតដល់ធ្វើឲ្យខ្លួនឯងអត់ជានៅតែឈឺរហូតអញ្ចឹងបានចាប់ពីពេលហ្នឹងទៅបើខ្ញុំចាប់តាមទទួលស្គាល់ថាតែពិតការគិតរបស់យើងពិតជាធ្វើឲ្យប៉ះពាល់ទៅដល់រាងកាយរបស់យើងឬក៏ទៅដល់យើងមានជំងឺឬក៏វាធ្វើឲ្យប៉ះពាល់ជាមួយនឹងការងាររបស់យើងអញ្ចឹងន័យថាលទ្ធផលការងារយើងអត់សូវល្អទេពួកអីយើងបារម្ភច្រើនយើងឈឺច្រើនយើងខ្សោយយើងអីចឹងទៅហើយចាប់ពីពេលដែលខ្ញុំផ្លាស់ប្ដូរការគិតរបស់ខ្ញុំហើយព្យាយាមបដូរទម្លាប់របបអាហារហើយនឹងការហូបមជ្ឈបាយផ្សេងដើម្បីកាត់បន្ថយអាការគិតអវិជ្ជមានហ្នឹងវាទៅជាធ្វើឲ្យខ្ញុំកាន់តែមានពេលវេលាច្រើនដើម្បីធ្វើការងារច្រើនជាងមុនឧទាហរណ៍ការពីមុនអញ្ចឹងពេល3ថ្ងៃឬក៏ពេល1ថ្ងៃគឺគ្រាន់តែ60-70% នៃការធ្វើការងាររបស់ខ្ញុំហ្នឹងគឺខ្ញុំចំណាយមួយការបារម្ភហ្នឹង60-70% ហើយអញ្ចឹងខ្ញុំមានអត់សល់ពេលក្នុងការធ្វើការងារផ្ទាល់ពេលដើម្បីធ្វើការងារឲ្យមានប្រសិទ្ធភាពទេដល់ពេលឥឡូវបន្ទាប់ពីខ្ញុំយល់រឿងហ្នឹងហើយខ្ញុំព្យាយាមកែប្រែការគិតរបស់ខ្ញុំហ្នឹងការបារម្ភរបស់ខ្ញុំការភ័យខ្លាចរបស់ខ្ញុំហ្នឹងវាធ្លាក់នៅសល់កម្រិតមួយដែលតិចហើយខ្ញុំមានពេលច្រើនអញ្ចឹងការងារវានៅតែច្រើនប៉ុន្តែខ្ញុំរៀងត្នេដើម្បីធ្វើការងារមានប្រយោជន៍មានប្រសិទ្ធភាពហ្នឹងច្រើនជាងកាលពីមុនហើយសុខភាពខ្ញុំឥឡូវក៏ត្រឡប់មកល្អប្រសើរវិញហើយទាំងមិនថាបញ្ហាសុខភាពរាងកាយទេសូម្បីតែបញ្ហាសុខភាពផ្លូវចិត្តអញ្ចឹងខ្ញុំមកនេះគឺគ្រាន់តែចង់ចែករំលែកអ្នកទាំងអស់គ្នាពីបទពិសោធន៍ផ្ទាល់ជាក់ស្ដែងហ្មងហើយសង្ឃឹមថាអ្នកដែលកំពុងតែជួបបញ្ហាហ្នឹងគាត់យល់ហើយគាត់អាចប្រើប្រាស់ជាប្រយោជន៍ដើម្បីដោះស្រាយបញ្ហាដែលគាត់កំពុងជួបហើយចង់ឲ្យអ្នកទាំងអស់គ្នាគិតថាពេលខ្លះអ្វីដែលយើងជួបហ្នឹងកំពុងតែជួបប្រទះហ្នឹងវាគ្រាន់តែទូចមួយឯងប៉ុន្តែជាក់ស្ដែងការគិតរបស់យើងនេះដែលវារបៀបនាំឲ្យយើងគិតខ្លាំងបារម្ភខ្លាំងហើយវាធ្វើឲ្យប៉ះពាល់មិនមែនធម្មតាសុខភាពផ្លូវចិត្តរបស់យើងឯងថែមទាំងសុខភាពផ្លូវកាយហើយវាមានផលចំណេញអីដល់យើងទេវាធ្វើឲ្យយើងបាត់បង់ភាពរបៀប
ការធ្វើការមានប្រសិទ្ធភាពហើយវាធ្វើឲ្យយើងធ្លាក់ខ្លួនឈឺខ្សោយឬក៏មានបញ្ហាផ្សេងៗទៀតពាក់ព័ន្ធហើយវាក៏ជាកត្តាមួយដែលធ្វើឲ្យយើងអត់មានដំណោះស្រាយអីមួយក្នុងជីវិតដោយសារយើងរវល់តែគិតរឿងអវិជ្ជមានអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់ហើយសង្ឃឹមថាខ្ញុំអាចនឹងចែកម្លែកហើយអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាដែលយើងកំពុងជួបប្រទះបានអរគុណច្រើន